បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកថ្មីមួយទៀតបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការលើកយកទូរស័ព្ទដៃ Realme Note 60X បាទអញ្ចឹងគឺខ្ញុំធ្វើការចែករំលែកពីរបៀបក្នុងការដាក់លេខកូដឬក៏ការដោះលេខកូដចេញពី model Note 60X មួយនេះបាទអូខេអញ្ចឹងកុំមកខាត់ពេលវេលាយូរខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅដឹងអំពីរបៀបក្នុងការដាក់លេខកូដបាទអញ្ចឹងដើម្បីយើងធ្វើការដាក់លេខកូដបានយើងធ្វើការចូលទៅក្នុងកម្មវិធី setting ឬក៏កម្មវិធី console របស់ទូរស័ព្ទដៃរបស់យើងបាទយើងចូលចឹងមកបាទបន្តមកទៀតយើងធ្វើការរកមើលពី security and privacy ចឹងបងប្អូនរើសមើលពី security and privacy បានចឹងមកបាទបន្តមកទៀតយើងធ្វើការមើលកន្លែងពាក្យវាដាក់ set screen lock ចឹងបងប្អូនចូលកន្លែងពាក្យហ្នឹងមកដើម្បីយើងធ្វើការចូលទៅដាក់លេខកូដទាំងអស់គ្នាបាទយើងចុចតាមខ្ញុំមកបាទហើយយើងចូលដល់កន្លែងនេះវាមាន3ទម្រង់សម្រាប់យើងធ្វើការដាក់លេខកូដបាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញលេខកូដ pattern មានលេខកូដ PIN មាន password អញ្ចឹងមានន័យថាមុខងារ3នេះវាមានមុខងារខុសៗគ្នាបាទអញ្ចឹងសម្រាប់ pattern គឺយើងធ្វើការដាក់លេខកូដដោយប្រើប្រាស់គូសបាទគូសជាសញ្ញាបាទហើយ PIN ប្រភេទជាលេខសុទ្ធបងប្អូនហើយនឹង password អញ្ចឹង password គឺយើងធ្វើការដាក់លេខកូដប្រភេទជាអក្សរបាទអូខេអញ្ចឹងការដាក់លេខកូដគឺដូចតែគ្នាទេបងប្អូនអាចជ្រើសរើសនៅមួយណាក៏បានស្វែងចិត្តបងប្អូនទេកន្លែងនេះបាទប៉ុន្តែថ្ងៃខ្ញុំសូមធ្វើការបង្ហាញចំណុច pattern នេះចុះដើម្បីធ្វើការបង្ហាញបងប្អូនបាទអញ្ចឹងខ្ញុំសូមធ្វើការចុចពាក្យ pattern បាទអញ្ចឹង pattern វាមានតម្រងបែបនេះបងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីយើងធ្វើការដាក់លេខកូដបានគឺយើងធ្វើការគូសបានអញ្ចឹងយើងធ្វើការគូសគឺយើងចំណាំទាំងអស់គ្នាពេលយើងធ្វើការដាក់បាទយើងធ្វើការដាក់គឺយើងចំណាំអូខេឥឡូវខ្ញុំសូមធ្វើការឧទាហរណ៍ខ្ញុំដាក់អក្សរ set ចុះបងប្អូនខ្ញុំដាក់អក្សរ set បាទដើម្បីឲ្យងាយស្រួលហើយយើងចុចពាក្យ nick ខាងក្រោមនេះបាទបន្តទៀតវានឹងឲ្យយើងធ្វើការបញ្ជាក់ម្ដងទៀតបាទយើងចុច set ម្ដងទៀតមកហើយយើងចុចពាក្យ confirm បាទចុចពាក្យ confirm មកហើយកន្លែងនេះគឺយើងចុចពាក្យ done បាទពាក្យ done នេះមកដើម្បីបញ្ចប់ហើយខ្ញុំសូមធ្វើការ clear សិនដើម្បីយើងធ្វើការ lock screen សាកមើលអូខេយើង lock screen អូខេយើងអូសមកវានឹងជប់សដែលយើងចាក់ឲ្យបងប្អូនបាទបន្ទាប់ពីយើងធ្វើការចង់ដោះវាបាទអត់មានអីពិបាកទេគឺយើងដោះលេខកូដដែលយើងដាក់មិញគឺអក្សរ set បាទយើងដោះអញ្ចឹងមកវាចេញអូតូហើយបាទអូខេអញ្ចឹងវិធីក្នុងការដាក់គឺបងប្អូនបានដឹងហើយខ្ញុំសូមនាំបងប្អូនទាំងគ្នាទៅដឹងអំពីរបៀបក្នុងការដោះវាវិញបាទអញ្ចឹងដើម្បីធ្វើការដោះគឺអត់មានអីពិបាកទេបងប្អូនដូចតែគ្នាទេយើងចូលក្នុងកម្មវិធី setting ដដែលបាទចូលអញ្ចឹងមកបាទបន្តទៀតយើងធ្វើការត្រូវមើលពាក្យ security and privacy ដដែលអូខេចូលអញ្ចឹងមកបន្តទៀតយើងធ្វើការអូសវាឡើងលើបងប្អូនបាទហើយបងប្អូនជ្រើសរើសពាក្យ device unlock អូខេអញ្ចឹងយើងដោះចេញគឺយើងយកពាក្យ device unlock នេះវិញណាបងប្អូនអូខេយើងចុចអញ្ចឹងមកបាទបន្តទៀតយើងធ្វើការកន្លែងមើលទី1វាដាក់ screen lock អញ្ចឹងបងប្អូនជ្រើសរើសពាក្យ screen lock នេះមកអូខេចុចចំវាអញ្ចឹងមកបន្តទៀតវានឹងឲ្យយើងធ្វើការដាក់លេខកូដដែលយើងចាក់ឲ្យបងប្អូនអញ្ចឹងយើងធ្វើការដាក់លេខកូដដែលយើងបានចាក់ដោយសារនេះគឺខ្ញុំបានធ្វើការចាក់អក្សរ set មិញណាបងប្អូនអូខេយើងចុចអញ្ចឹងមកហើយកន្លែងនេះយើងយកទី2រឹបមកពីលើយើងយកពាក្យ swipe បងប្អូនអូខេយកពាក្យ swipe នេះបន្តទៀតយើងចុចពាក្យ delete ដើម្បីយើងផ្ដាច់លេខកូដដែលយើងចាក់អូខេអញ្ចឹងគឺការដោះលេខកូដយើងបានជោគជ័យហើយឥឡូវខ្ញុំសូមធ្វើការ lock screen ដើម្បីតេស្តទាំងអស់គ្នាបាទអញ្ចឹងលេខកូដយើងលេងចប់ហើយបងប្អូនទាំងអស់គ្នាបាទអូខេវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាទអរគុណ